បងប្អូនđây chia sẻ mình thà nụ phom cà phật bọn đơn quạt mê phom bảo hốt đâuបងប្អូនvà quạt mê phom bảo hốt đây nhom plek nó khơi nhà rừng ở sang quạt slap hay bà to bên máu bọn đơn quạt mê phom bà to bên chăng á anh chăng mê ta chia sẻបងប្អូនណាបាទនេះជួយឲ្យមេនេះឈរនេះហើយញ៉ាហ្នឹងជុំគ្នាល្អមានបជាការពារមានឪណាបាទមកចូលរួមលើដើមសើមិញច្រើនជាងហ្នឹងទេបងប្អូនអើយសួស្តីបងប្អូននៅក្នុងបណ្ដាញតំណែងជាទីគោរពជួបគ្នាទៀតហើយនៅថ្ងៃអាទិត្យទី17ខែឧសភាឆ្នាំ2026នេះនៅភូមិពហូតឃុំតាពាំងស្រែស្រុកមេសាងខេត្តព្រៃវែងវត្តមានបងបជាការពារក៏ដូចជាលោកឪបជាពលរដ្ឋក៏ដូចជាបងប្អូននេះបងអនុភូមិបាទបានកំពុងតែជួលគោយួនគេចាក់ដីបងប្អូនណាចាក់ដីដើម្បីលុបក្លុកឲ្យបានងាយស្រួលបានបងប្អូនប្រជាពលរដ្ឋធ្វើដំណើរក៏ដូចជាសិស្សានុសិស្សបាននៅកែងវត្តពហុតែម្ដងនេះបងប្អូននេះវត្តពហុនេះបាទហ្នឹងហើយទឹកចិត្តដែលពួកគាត់ខំជួយដើម្បីជាពលរដ្ឋរបស់ផងយើងឲ្យលោកបានធ្វើដំណើរបានស្រួលនេះបងប្អូនអើយនេះមិនធម្មតាទេហើយឃើញនោះដាក់ថាសនោះបានលុយហែម៉ានេះបានហែ20000ទេចាបងប្អូនអើយហើយមិនដឹងធ្វើម៉េចបានបច្ច័យឲ្យថ្លៃគោយួនគេចាក់ដីទេមកគោយួនបានបងគោយួន22000បានដល់យើងចឹងគេយកតែ20000ទេអូគេយកតែ20000ទេហើយមិនដឹងជាអស់ប្រហែលគោយួនហើយតាំងពីចុងកើតមក27ហើយអូ27គោយួនហើយលុយតែបាន20000បាទនៅវត្តមានបងអនុភូមិបាទនេះគាត់យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដោយសារតែផ្លូវនៅភូមិពហុនេះបងប្អូននេះដឹងហើយដល់កឲ្យតែមានមេឃលៀងម្ដងលិចហើយផ្លូវយើងនឹងបានឆាប់ទេបងប្អូនណាដោយសារតែការដេញថ្លៃនឹងបានហើយប៉ុន្តែខាងម្ចាស់ដែលជាអ្នកដេញថ្លៃខាងក្រុមហ៊ុននឹងគេថាអីវ៉ាន់ឡើងថ្លៃឥឡូវគេសុំពជាពេលបងប្អូនអើយអញ្ចឹងមានតែបងប្អូនមេត្តាអធិស្ឋានទេហើយឥឡូវនេះគាត់លុបក្លុកតិចដើម្បីឲ្យបានបងប្អូនយើងធ្វើដំណើរបាទដើម្បីឲ្យបានបងប្អូនធ្វើដំណើរឲ្យអរគុណណាបងអនុភូមិអរគុណខ្លាំងមែនតើបងអើយតែខំយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋហើយក៏ជាមុខមាត់របស់ថ្នាក់ដឹកនាំរបស់ផងយើងដែរធ្វើម៉េចបើខាងជាងគេធ្វើវាអត់ទាន់សភាពការអញ្ចឹងណាបងអញ្ចឹងមេត្តាអធិស្ឋានទាំងអស់គ្នាមានតែលុបក្លុកអញ្ចឹងទេបដោះសន្នតម្រាំតែបានធ្វើមិនដឹងកាលប្រហែលជាឆ្នាំក្រោយមិនដឹងឬក៏មិនដឹងបាទបើតាមយើងគិតមើលប្រហែលជាឆ្នាំក្រោយយ៉ាងមកទៅព្រោះអីបើធ្វើឥឡូវក៏ធ្វើមិនទាន់គេថាអីវ៉ាន់ឡើងថ្លៃណានេះហើយនេះបងវិជាការពារនេះមកពីណាទេមកពីណាបងមកពីណាបាទមុខផ្ទះគាត់បងប្អូននេះមុខផ្ទះអង្គរតែម្ដងបាទមុខផ្ទះអង្គរតែម្ដងបាទអរគុណណាស់ទឹកចិត្តបងប្អូនយើងដែលខំប្រឹងប្រែងដើម្បីឲ្យបានផ្លូវរៀងស្រួលធ្វើដំណើរបន្តិចបាទនេះដល់កបងប្អូនអើយឥឡូវនេះបច្ច័យបានតិចទៀតដោយសារតែគាត់មើលឃើញក្មេងសិស្សសាលាដែលគាត់ធ្វើដំណើរទៅសាលារាល់ថ្ងៃរៀងពិបាកបាទឥឡូវនេះគាត់ប្រឹងជីកកាយឯដីមកគោយួន20000អស់27គោយួនហើយតែបានប៉ុណ្ណឹងបាទមិនដឹងទៅរកបច្ច័យណាបានទៀតទេបាទនោះអូនោះខាងឡាននោះចេញទៀតអរគុណណាបងឡានអើយអរគុណខ្លាំងមែនតើដែលបានជួយទោះបីតិចក្តីច្រើនក្តីដើម្បីឲ្យបានផ្លូវបានប្រជាពលរដ្ឋយើងបានធ្វើដំណើរអរគុណច្រើនផ្សាយចេញពីខាងជើងវត្តពហុឃុំតាពាំងស្រែស្រុកមេសាងខេត្តព្រៃវែងបងប្អូនបាទដោយសារតែមើលឃើញទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋរបស់ផងយើងគាត់ធ្វើដំណើរអញ្ចឹងអនុភូមិប្រជាពលរដ្ឋហើយប្រជាការពារបានរៃលុយគ្នានេះជួលគោយួនគេចាក់ដីឥឡូវនេះបានមួយចំនួនទេបងប្អូនណាបានរៀងក្រាន់បានតិចហើយអរគុណជូនពរជូនជ័យសេរីបវរមហាប្រសើរកើតមានដល់បងប្អូនអរគ្នាសុខចម្រើនបាទ